បើពួករបស់ខ្ញុំបើវាអាក្រក់វាមិនអាក្រក់មែនទេហើយបើប្រៀបធៀបពីមុនគឺវាស្អាតជាងមុនឆ្ងាយបងប្អូនហើយខ្ញុំតែនិយាយថាបើពួកខ្ញុំអត់តន់ស្អាតអត់តន់អីគឺដោយសារតែខ្ញុំគិតពី target របស់ខ្ញុំដែលខ្ញុំចង់បានអត់តន់បានសម្រេចនៅគោលដៅប៉ុន្តែឲ្យក្បាលពោះរបស់ខ្ញុំសិតតែខ្លាញ់កង់អីក៏អត់ទេបងប្អូនបើប្រៀបធៀបពីមុនខ្ញុំនឹងឥឡូវគឺវាខុសពីមុនឆ្ងាយបងប្អូនអាក្បាលពោះនេះមួយងាយនឹងឡើងប៉ុន្តែពិបាកនឹងសម្រកមែនទែនមិនថាយើងហាត់ប្រាណខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនយើងគ្រប់គ្រងរបបអាហារមិនបានទេគឺឡើងស្ទូលតែម្ដងជាពិសេសគឺក្បាលពោះផ្នែកខាងក្រោមនឹងតែម្ដងចាំអត់ថាក្បាលពោះពិបាកសម្រកងាយនឹងឡើងអញ្ចឹងចង់កំចាត់វាក៏វាមិនមែនជារឿងដែលងាយស្រួលមែនទេចាំបានគេថាបើសិនជាគេអាចគ្រប់គ្រងរបបអាហារបានណាគេអត់ហាត់ប្រាណក៏បើពួកគេស្អាតបានដែរប៉ុន្តែបើសិនជាយើងហាត់ប្រាណប៉ុន្តែយើងគ្រប់គ្រងរបបអាហារមិនបានក៏បើពួករបស់យើងក៏គ្មានថ្ងៃនេះស្រកដែរបងប្អូនការហាត់ប្រាណហើយនិងការគ្រប់គ្រងរបបអាហារគឺជាគូស្នេហ៍ដ៏ស័ក្តិសមហើយជាគូស្នេហ៍ដែលមិនអាចបំបែកបានទេបើបែកមួយគឺគ្មានថ្ងៃនឹងស្អាតទេបងប្អូនអើយអញ្ចឹងហើយត្រូវតែខំហាត់ហើយគ្រប់គ្រងរបបអាហារ